តើផ្លូវតូជាភពមែនឬមនុស្សភាគច្រើនប្រហែលជាគិតថាផ្លូវតូធំជាងព្រះច័ន្ទតែការពិតវាមានទំហំតូចជាងព្រះច័ន្ទរបស់យើងទៅទៀតតែនេះមិនមែនជាមូលហេតុដែលធ្វើឲ្យផ្លូវតូត្រូវបានអ្នកវិទ្យាសាស្ត្រដកវាចេញពីតំណែងជាភពកាលពីឆ្នាំ2006នោះទេផ្អែកតាម The International Astronomical Union ឬសហភាពតារាសាស្ត្រអន្តរជាតិភពមួយអាចក្លាយជាភពពេញលេញបានលុះត្រាតែបានបំពេញលក្ខខណ្ឌ3សំខាន់គឺលក្ខខណ្ឌទី1ធ្វើដំណើរកន្លងជុំវិញព្រះអាទិត្យលក្ខខណ្ឌទី2មានម៉ាស់ធំគ្រប់គ្រាន់អាចបង្កើតជារូបរាងស្វាបបាននិងលក្ខខណ្ឌទី3គឺមានកម្លាំងទំនាញគ្រប់គ្រាន់ដើម្បីបោះសម្អាតបំណែកកំទេចកំទីអវកាសផ្សេងៗចេញពីកន្លងរបស់ខ្លួនប៉ុន្តែផ្លូវតូមិនអាចបំពេញតាមលក្ខខណ្ឌទី3បាននោះទេព្រោះវាផ្លាស់ទីនៅក្នុងកន្លងតែមួយលោកឡំជាមួយនឹងបំណែកតូចធំនៃកំទេចកំទីអវកាសផ្សេងៗទៀតនៅក្នុងខ្សែក្រវ៉ាត់គួយពែដូច្នេះហើយទើបផ្លូវតូត្រូវបានគេដកចេញពីតំណែងជាភពទី9នៅក្នុង